សួស្តីបងប្អូនតោះចូលមកមើលchallenge ប្រចាំសប្តាហ៍របស់ Facebook ណានេះរបស់ខ្ញុំណាសម្រាប់សប្តាហ៍ថ្មីនេះចុចចូល Facebook មកចុចកន្លែងរូប profile ខ្ញុំហ្នឹងនេះបងប្អូនចូលមើល dashboard ពណ៌ខៀវចុចកន្លែង dashboard ហ្នឹងទៅនេះចូលមកកន្លែង profile ខ្ញុំនេះបាន 19% អញ្ចឹងចុចកន្លែងហ្នឹងមួយមកឃើញនេះ weekly progress ចឹងកន្លែងនេះចុចចូលមើលទៅច្រើនណាស់បងប្អូននេះ task ដែលត្រូវធ្វើនេះនៅសល់ 77% ទៀតអញ្ចឹងត្រូវឲ្យអីខ្លះនេះ create 15 new public reel ឲ្យបង្កើត15 reel វីដេអូ reel ណាហ្នឹងហើយអានេះទី2នេះបង្កើតcreate 30 new post new public post ផុសរូបផុសអីហ្នឹង30អញ្ចឹងផុសទៅបាន13ហើយទី3 create 7 new stories អញ្ចឹងឲ្យយើងដាក់ story យើងហ្នឹងបាន7ហ្នឹងហើយទី4 reply 38 comment បាទច្រើនជាងសប្តាហ៍មុនទៀតបងប្អូននិយាយទៅច្រើនជាងសប្តាហ៍មុនខ្ញុំបានបំពេញ 100% សប្តាហ៍នេះដូចមិនមកទេបាទអញ្ចឹងអានេះ create 30នេះលើ30 complete ហើយ get 210,000 view ហ្នឹងហើយអានេះលើសហើយគ្រប់ហើយអញ្ចឹងមើលមកក្រោមនេះ your challenges នៅក្នុងនេះមានទៀតនេះបាទគេឲ្យនេះ receive star on a new post this week អាហ្នឹងបងប្អូនខ្ញុំមិនដែលបានសោះនឹងអា new star ហ្នឹងreceive star ហ្នឹងកាយអាហ្នឹងអត់ដែលបានហើយខាងលើនេះ public file new post eligible to receive star អាហ្នឹងយើងអាចផុសបានបើថា receive star នោះវាបាននឹងវាបាននេះសម្រាប់សប្តាហ៍ហ្នឹងរបស់ខ្ញុំណាចុចត្រឡប់មកវិញអញ្ចឹងចុងក្រោយមានអីទេមានតែគ្រប់អរគុណបងប្អូនពុកម៉ែបងប្អូនទាំងអស់បាទជា friend ចាស់ក្តីថ្មីក្តីអ្នក follow add friend ក្តីបាទដែលបានតាមដានក៏ follow page មួយនេះបាទអញ្ចឹងអរគុណច្រើនបងប្អូនអញ្ចឹងអត់ងាយស្រួលបងប្អូននេះអត់ងាយស្រួលទេដើម្បីបានលុយកាក់អីពី Facebook ណាមិនងាយស្រួលទេហើយបងប្អូនមួយចំនួនបងប្អូនក្មួយរបស់ខ្ញុំមួយចំនួនគាត់ថាឃើញពូផុសច្រើនម៉េះអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគាត់ចង់និយាយថាផុសហ្នឹងគឺដើម្បីធ្វើតាមលក្ខខណ្ឌរបស់ Facebook តម្រូវទេដើម្បីគ្រប់គោលការណ៍អីចង់បានខ្លាយជា Facebook ផ្លូវការដូច KDI អញ្ចឹងណាបងប្អូនបាទថ្ងៃសូមតាមទៅឲ្យទោសពីលុះបាទការសេក caption ក្តីផ្សេងក្តីបាទសូមអរគុណបាទសូមជម្រាបលា